បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលចូលចិត្តនៅវិស័យកីឡាបាល់ទាត់ក៏ដូចជាចូលចិត្តវិនិយោគលើវិថីសុខវិថីសៀងជាមួយនឹងកីឡាបាល់ទាត់ដូចជា Admin កុងហើយថ្ងៃនេះវិលមកជួបគ្នាដូចរាល់ដងនៅក្នុងវីដេអូវិភាគបាល់តម្រុយ4គូមកចែកជូនបងប្អូនដើម្បីធ្វើឲ្យបងប្អូនកែច្នៃខ្លួនឯងឬក៏ចង់តាម Admin បានទាំងអស់គ្នាហើយបើចង់ដឹងថាមានគូណាខ្លះកុំភ្លេចទស្សនាវីដេអូមួយនេះឲ្យបានចប់ទាំងអស់គ្នាតែមុននឹងចូលទៅក្នុងវីដេអូវិភាគបាល់សម្រាប់ថ្ងៃនេះ Admin ក៏សូមធ្វើការណែនាំបើបងប្អូនចង់បានតម្រុយបាល់ឬក៏គ្រប់វិភាគបាល់ច្បាស់បងប្អូនអាចធ្វើការចុចតាមរយៈ link តំណនៅក្រោម profile channel របស់ Admin ទាំងអស់គ្នាហើយឬក៏បងប្អូនអាចមើលតាមរូបភាពដែល Admin បង្ហាញនៅលើវីដេអូមួយនេះចូលមករួមជាមួយក្រុម AKFC Sportive ដែលជាក្រុមរបស់ Admin ក្នុងការចែកតម្រុយបាល់ក៏ដូចជាមានព័ត៌មានផ្សេងៗជាច្រើនទុកឲ្យបងប្អូនតាមដានហើយមួយវិញទៀតសម្រាប់បងប្អូនដែលចូលចិត្តវិនិយោគលើវិស័យកីឡាបើបងប្អូនរកវេទិកាកម្សាន្តណាដែលមិនមានទំនុកចិត្តបាន Admin សូមធ្វើការ recommend និងណែនាំវេទិកាកម្សាន្តមួយគឺជាវេទិកាកម្សាន្ត UFA ដែលជាវេទិកាកម្សាន្តធំជាងគេនៅអាស៊ីរកការដកប្រាក់ការដាក់ប្រាក់មានភាពរហ័សមានភាពងាយស្រួលមានទំនុកចិត្តខ្ពស់និងមានសុវត្ថិភាពបងប្អូនអាចកម្សាន្តដោយសេរីមិនមានការប្លុក account នៅទេអញ្ចឹង Admin សូមណែនាំ UFA ជាជម្រើសដ៏ល្អក្នុងដៃអ្នកតោះឥឡូវកុំឲ្យខាតពេលវេលាសម្រាប់4គូដែល Admin ធ្វើការវិភាគនៅក្នុងវីដេអូមួយនេះគូទី1នៅក្នុងពានរង្វាន់ Carabao Cup ឬ EPL រវាងក្រុមកំភ្លើងធំ Arsenal ត្រូវបើក Emirates Stadium ជួបជាមួយនឹងក្រុម Tokyo Chelsea ចំណែកឯគូទី2នៅក្នុង Calcio Serie A អ៊ីតាលីគឺក្រុម Bologna នឹងជួបជាមួយនឹងក្រុម AC Milan ហើយគូទី3 Admin សូមរើសនៅ English Championship គឺក្រុមដែលកំពុងឡើងជើងខ្លាំងគឺ Hull City នឹងជួបជាមួយនឹង Watfordហើយចំណែកឯគូបិទគូតនៅក្នុងវីដេអូនេះគឺនៅពានរង្វាន់ DFB Pokal របស់អាល្លឺម៉ង់គឺក្រុម Bayer Leverkusen នឹងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Zangpoli នៅជុំទី8តោះដើម្បីកុំឲ្យខាតពេលជាងនេះមកតាមដាននិងទស្សនាវីដេអូមួយនេះជាមួយនឹង Admin ទាំងអស់គ្នាគូទី1ក្រុម Arsenal នឹងជួបជាមួយនឹង Chelsea នៅក្នុងពានរង្វាន់ Carabao Cup ក្នុងជុំទី3វគ្គ Semi Final សម្រាប់ការប្រកួតការប្រជែងទី1ហ្នឹងគឺ Arsenal បានយកឈ្នះទៅលើក្រុម Chelsea ដល់ទឹកដី Stamford Bridge មុនដោយលទ្ធផល3-2យើងងាកមកមើលទម្រង់លេង5ប្រកួតរវាងក្រុមទាំងពីរសម្រាប់ក្រុមចាប់ផ្ទះ Arsenal 5ប្រកួតចុងក្រោយឈ្នះ3ស្មើ1និងចាញ់1ក្នុងនោះមានស្មើជាមួយនឹង Nottingham Forest 0-0យកឈ្នះលើ Inter Milan នៅ Champions League 3-1ហើយក៏ចាញ់ Manchester United នៅ Old Trafford 2-3បន្តយកឈ្នះ Khairat Almaty នៅ Champions League ចំណែកការប្រកួតចុងក្រោយអូហូកាចមែនទែនដែលអាចយកឈ្នះលើក្រុមមូសមាស Leeds United ដោយលទ្ធផល4-0ឥឡូវងាកមកមើល5ប្រកួតចុងក្រោយរបស់ក្រុម Tokyo Chelsea វិញម្ដងអូតាំងពីចាញ់ Arsenal ចុងក្រោយហ្នឹងគឺ5ប្រកួតចុងក្រោយហ្នឹង Chelsea ទទួលជ័យជំនះបានទាំង5ប្រកួតនៅក្នុងនោះមានឈ្នះជាមួយនឹង Brentford 2-0បន្តយកឈ្នះលើ Pafos នៅ Champions League 1-0ហើយក៏បន្តយកឈ្នះ Crystal Palace 3-1នៅ Premier League ហើយនៅក្នុង Champions League ដដែលក៏យកឈ្នះ Napoli ដោយលទ្ធផល3-2ចំណែកការប្រកួតចុងក្រោយនៅក្នុងពានរង្វាន់English Premier League ត្រូវក្រុមភ្ញៀវ West Ham នាំមុន2ហើយតែអាចវាយបកត្រឡប់យកឈ្នះដោយលទ្ធផល3-2ពិតជាមិនធម្មតាមែនសម្រាប់ក្រុម Tokyo Chelsea នៅក្នុង5ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Liam Rosenior តោះឥឡូវយើងងាកមកមើលប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរសម្រាប់ក្រុមទាំងពីរAdmin រាប់តែ15ដងចុងក្រោយទេម្ចាស់ផ្ទះ Arsenal អាចធ្វើល្អដោយឈ្នះបាន10ដង Chelsea ឈ្នះតែ2ដងទេហើយស្មើគ្នា3ដងចំណែក5ប្រកួតថ្មីដែលជួបគ្នានេះគឺ Chelsea មិនអាចធ្វើអីលើ Arsenal បានទេដោយស្មើ2និងចាញ់ Arsenal រហូតដល់3ប្រកួតអញ្ចឹងសម្រាប់ការប្រកួតជួបគ្នាគឺ Arsenal ធ្វើបានល្អណាស់នៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះតោះឥឡូវយើងមកមើលការត្រៀមព្រមសម្រាប់ក្រុមទាំងពីរសម្រាប់ក្រុមម្ចាស់ផ្ទះ Arsenal យប់នេះខ្វះខាតកីឡាករ3នាក់គឺ McDormand, Mikel Merino ដូចជាកីឡាករខ្សែប្រយុទ្ធស្លាប់គឺ Bukayo Saka អញ្ចឹងហើយមានផលប៉ះពាល់តិចតួចដែរចំណែកខាង Chelsea វិញក៏មិនណយដែរយប់នេះអវត្តមានកីឡាករ Jamie Gitten, Lewis Scolwill, Adabioyo, Dani Isco ជាមួយនឹង Romeo Lavia ហើយចំណែកកីឡាករ Mikael Mudryk ក៏ជាប់ពីនៃមិនទាន់ត្រឡប់មកវិញទេដូច្នេះបញ្ហារបួសហ្នឹងគឺខាងក្រុមភ្ញៀវដូចជាមានបញ្ហាធ្ងន់ធ្ងរជាងតិចឥឡូវយើងមកមើល line up 11នាក់ដែលគិតថានឹងអាចមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមកំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta រៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី David Raya ខ្សែការពារ4រូបប្រើប្រាស់កីឡាករ Hincapié, Gabriel Magalhaes, William Saliba ជាមួយនឹង Jurriën Timber ចំណែកតំបន់ Demi កណ្ដាលយប់នេះប្រើប្រាស់កីឡាករ Declan Rice ចាប់ដៃគូជាមួយនឹងកីឡាករ Zubimendi ចំណែកតំបន់ប្រយុទ្ធមានកីឡាករសញ្ជាតិ Basic Leandro Trossard មាន Kai Havertz មាន Noni Madueke ក៏ដូចជាខ្សែប្រយុទ្ធមុតស្រួចចំណូលថ្មីគឺ Victor Gyökeres ចំណែកឯខាងភ្ញៀវក៏រៀបចំក្នុងប្រព័ន្ធ 4-2-3-1 ដែរក្រោមការដឹកនាំរបស់លោក Liam Rosenior ដោយមានអ្នកចាំទីកីឡាករ Sanchez ខ្សែការពារ4រូបមានកីឡាករ Gasto មាន Telebas Chalobah មាន Badiashile ជាមួយនឹង Erehato ចំណែកតំបន់កណ្ដាលយប់នេះដាក់កីឡាករ Enzo Fernandez ចាប់ដៃគូជាមួយនឹង Moises Caicedo ហើយតំបន់ប្រយុទ្ធមាន Jamie Gitten មាន Cole Palmer មាន Alessandro Garnacho និងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Liam Delap
សម្រាប់ក្រុមទាំងពីរបើយើងមកមើលប្រវត្តិនៃការជួបគ្នាយើងត្រូវទទួលស្គាល់ថា Arsenal រយៈពេលប្រហែលឆ្នាំចុងក្រោយធ្វើល្អជាង Chelsea ដាច់ហើយបើមើលមក5ប្រកួតចុងក្រោយនេះអូมันគួរឲ្យជឿទេថា Chelsea មិនអាចធ្វើអ្វីបានទៅលើ Arsenal ស្ទាល់តែសោះក៏ប៉ុន្តែបងប្អូនបើយើងមកមើលការប្រកួតយប់នេះវិញគឺក្រុម Arsenal បើកការវិនិយោគខ្ពស់មែនទែនរហូតដល់មួយគ្រាប់អញ្ចឹង admin គិតថាយប់នេះ Arsenal គឺបានប្រៀបហើយដោយការប្រកួតទី1នាំមុខទៅលើក្រុម Chelsea មុនដោយលទ្ធផល 3-2 ដូច្នេះយប់នេះអាចនឹងតម្រង់លេងគឺលេងបែបមិនបុកខ្លាំងពេកទេដើម្បីធ្វើឲ្យខ្លួនឯង plot ស្ងៀមអាចចាញ់ដែរដោយសារ Arsenal កំពុងតែមានប្រៀបហើយក៏ព្រោះតែបែបនេះហើយសម្រាប់គូនេះ admin គិតថា Arsenal នឹងមិនចាញ់ទេក៏ប៉ុន្តែអាចនឹងឈ្នះត្រឹមតែមួយគ្រាប់ឬក៏បាល់នេះអាចស្មើគ្នាហើយ Arsenal គឺជាអ្នកឡើងទៅវគ្គ final ដើម្បីរងចាំប្រកួតជាមួយគូរវាង Newcastle ជាមួយនឹង Manchester City ចឹងសម្រាប់គូនេះ admin recommend បងប្អូនសម្រាប់ការវិនិយោគដែល Arsenal បើកដល់ប៉ុណ្ណេះ admin ណែនាំឲ្យបងប្អូនរងទៅលើក្រុមភ្ញៀវ Tokyo Chelsea ឥឡូវបន្តជាមួយនឹងគូទី2ជាមួយនឹង admin នៅក្នុង Calcio Serie A អ៊ីតាលីគឺក្រុម Bologna និងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវគឺ AC Milan យើងងាកមកមើលតារាងរបស់ក្រុមទាំងពីរតារាងបន្ទាត់សម្រាប់ក្រុមម្ចាស់ផ្ទះបច្ចុប្បន្ននៅលេខរៀងទី9ឆ្លងកាត់22ប្រកួតមាន30ពិន្ទុក្នុងនោះឈ្នះ8ស្មើ6និងចាញ់8សុទ្ធបញ្ចូលទីបាន32គ្រាប់របូតគ្រាប់បាល់វិញ27គ្រាប់ចំណែកឯក្រុមភ្ញៀវ AC Milan បច្ចុប្បន្ននៅលេខរៀងទី2ក្នុងតារាងឆ្លងកាត់22ប្រកួតមាន47ពិន្ទុក្នុងនោះឈ្នះ13ស្មើ8និងចាញ់1ដងងាកមកមើលលទ្ធផលនឹងទម្លុងលេង5ប្រកួតចុងក្រោយសម្រាប់ក្រុមម្ចាស់ផ្ទះ Bologna វិញដូចជាចាញ់និងឈ្នះត្រឡប់ទៅត្រឡប់មកក្នុងនោះឈ្នះ2ស្មើ1និងចាញ់2មានឈ្នះ Hellas Verona 3-2ចាញ់ Fiorentina ក្នុងទឹកដី1-2ស្មើជាមួយនឹង Celtic នៅក្នុង Europa League 2ស្មើហើយក៏បន្តចាញ់ជាមួយ Genoa 2-3ចំណែកការប្រកួតចុងក្រោយនៅពានរង្វាន់ Europa League ក៏បន្តយកឈ្នះទៅលើក្រុមមកពីអ៊ីស្រាអែលគឺ Maccabi Tel Aviv ចំណែកឯក្រុមភ្ញៀវ AC Milan 5ប្រកួតចុងក្រោយមិនស្គាល់ពាក្យថាចាញ់ទេក៏ប៉ុន្តែក៏ស្មើច្រើនដែរក្នុងនោះមានស្មើជាមួយនឹង Genoa 1-1បន្តស្មើជាមួយនឹង Fiorentina 1-1ហើយក៏យកឈ្នះ FC Como 3-1ហើយក៏យកឈ្នះ Lecce នៅក្នុងទឹកដី San Siro 1-0ចំណែកការប្រកួតចុងក្រោយជួបជាមួយក្រុមខ្លាំងដូចគ្នានៅ Serie A គឺ AS Roma ស្មើគ្នាដោយលទ្ធផល1-1យើងងាកមកមើលប្រវត្តិនៃការជួបគ្នា15ដងចុងក្រោយម្ចាស់ផ្ទះ Bologna អាចឈ្នះ AC Milan បានតែ2ដងទេចំណែក AC Milan អាចឈ្នះដល់10ដងហើយស្មើគ្នា3ដងចំណែក5ប្រកួតថ្មីៗហ្នឹងគឺរៀងស៊ីសងគ្នាដែរដែល AC Milan ឈ្នះ2ដង Bologna ឈ្នះ2ដងនិងស្មើគ្នា1ដងជួបគ្នាចុងក្រោយនៅទឹកដី Bologna គឺ Bologna យកឈ្នះលើ AC Milan ដោយលទ្ធផល2-1កាលពីរដូវកាលមុនអញ្ចឹងដូច្នេះបើយើងមើលរូបភាពរួមគឺ AC Milan ល្អជាងក្នុងការជួបគ្នាក៏ប៉ុន្តែបើយើងមើលថ្មីៗនេះគឺស៊ីសងគ្នាហើយស៊ីមិនដាច់ស្រឡះគ្នាសោះសម្រាប់ក្រុមទាំងពីរតោះឥឡូវយើងមើលការត្រៀមព្រមសម្រាប់ក្រុមទាំងពីរសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះនឹងអវត្តមានកីឡាករ2រូបគឺកីឡាករ Lucas Zorowski ដែលទទួលបានការក្រហមនិងកីឡាករ John Lukumi ដែលមានបញ្ហារបួសចំណែកឯខាងក្រុមភ្ញៀវវិញនឹងអវត្តមានកីឡាករសំខាន់ៗដូចជា Christian Pulisic, Alex Zelemaker ជាមួយនឹង Santiago Gimenez ដូច្នេះគឺមានបញ្ហាដូចគ្នាសម្រាប់ក្រុមទាំងពីរដោយសារកីឡាករដែលអវត្តមាននោះគឺជាកីឡាករដែលសំខាន់ៗសម្រាប់ក្រុមដូចគ្នាតោះឥឡូវយើងងាកមកមើល line up ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមម្ចាស់ផ្ទះ Bologna ក្រោមការដឹកនាំរបស់លោក Vincenzo Italiano រៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី Ravaglia ខ្សែការពារ4រូបប្រើប្រាស់កីឡាករ Leganes, Hakem, Vitic ជាមួយនឹង Zotia ចំណែកតំបន់កណ្ដាលមាន Ferguson ជាមួយនឹង Moro ហើយតំបន់ប្រយុទ្ធដាក់ Dominguez, Bernardeschi, Rowe និងខ្សែប្រយុទ្ធមុតស្រួចកីឡាករលេខ24គឺ Dalingaចំណែកខាងក្រុមភ្ញៀវរៀបចំក្នុងប្រព័ន្ធ 3-5-2 មានអ្នកចាំទី Mike Magnan ខ្សែការពារ3រូបប្រើប្រាស់កីឡាករ Tomori, Gabriel ជាមួយនឹង De Winter ហើយតំបន់កណ្ដាលយប់នេះ5រូបមានកីឡាករ Adje Kame មាន Ricci មាន Luka Modric មាន Andrea Rabiot ក៏ដូចជា Bettesaki ចំណែកខ្សែប្រយុទ្ធ2រូបប្រើប្រាស់កីឡាករ Christopher Nkunku ចាប់ដៃគូជាមួយនឹងកីឡាករ Rafael Leaoប៉ុន្តែសម្រាប់ក្រុមទាំងពីរបើយើងងាកមកមើលប្រវត្តិនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរគឺក្រុម AC Milan ធ្វើបានល្អដាច់ក៏ប៉ុន្តែ5ប្រកួតចុងក្រោយដោយ admin បញ្ជាក់ដដែលអញ្ចឹងនៅក្នុងទឹកដី Bologna មិនទាន់ចាញ់ទៅលើក្រុម AC Milan ទេកាលពីរដូវកាលមុនហើយកាលពីរដូវកាលមុនហ្នឹងលេងនៅក្នុងទឹកដី AC Milan ក៏ Bologna ឈ្នះ 1-0 ក៏ប៉ុន្តែនៅជើងទី1នៅរដូវកាលនេះគឺក្រុមភ្ញៀវ AC Milan បានយកឈ្នះមុននៅទឹកដី San Siro ហើយការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរហ្នឹងដោយ admin និយាយចឹងសម្រាប់ក្រុម Bologna គឺធ្វើបានល្អមែននៅពាន Europa League ដែលអាចយកឈ្នះ Maccabi Tel Aviv ក្រៅដីបាន 3-0 ដូច្នេះកម្លាំងចិត្តគឺមានច្រើនជាងនៅខណៈដែល AC Milan បានត្រឹមតែស្មើហើយសម្រាប់គូមួយនេះគឺក្រុមភ្ញៀវ AC Milan គឺជាអ្នកវិនិយោគ 0.25 ដូច្នេះសម្រាប់គូនេះ admin ផ្ដល់សិទ្ធិនិយមថាគូនេះអាចនឹងស្មើគ្នាដោយលទ្ធផល1-1ដូច្នេះគូនេះរីកមិនបងប្អូនរងទៅលើក្រុមម្ចាស់ផ្ទះក្នុងតម្លៃ 0.25 តោះឥឡូវយើងបន្តជាមួយនឹងគូទី3នៅក្នុង Championship អង់គ្លេសគឺរវាងក្រុម Hull City ជួបជាមួយនឹង Watfordឥឡូវយើងងាកមកមើលតារាងពិន្ទុរវាងក្រុមទាំងពីរសម្រាប់ក្រុម Hull City បច្ចុប្បន្ននៅលេខរៀងទី3ឆ្លងកាត់29ប្រកួតមាន53ពិន្ទុក្នុងនោះឈ្នះ16ស្មើ5និងចាញ់8សុទ្ធបញ្ចូលទីបាន48គ្រាប់និងរបូតគ្រាប់បាល់40គ្រាប់ចំណែកឯក្រុមភ្ញៀវនៅលេខរៀងទី10
ឆ្លងកាត់29ប្រកួតមាន43ពិន្ទុក្នុងនោះឈ្នះ11ស្មើ10និងចាញ់8ដងសុទ្ធបញ្ចូលទីបាន39និងរបូតគ្រាប់បាល់វិញ35ដងងាកមកមើលលទ្ធផល5ប្រកួតចុងក្រោយសម្រាប់ក្រុមម្ចាស់ផ្ទះ5ប្រកួតចុងក្រោយអូហូល្អដូចផ្កាម៉ោង10ដែលកំពុងតែរីកចឹងដោយសារអាចយកឈ្នះរហូតដល់5ប្រកួតទួនក្នុងនោះរងពានរង្វាន់ AFF Cup បានឆ្លងជាមួយនឹង Blackburn Rovers ហើយបន្តយកឈ្នះ Southampton នៅ Championship 2-1បន្តយកឈ្នះ Preston North End នៅក្រៅដី3-0ហើយត្រឡប់មកលេងក្នុងទឹកដីបន្តយកឈ្នះលើក្រុមកាងានស Swansea City 2-1ចំណែកឯការប្រកួតចុងក្រោយក៏បន្តធ្វើបានល្អដោយយកឈ្នះលើក្រុម Blackburn Rovers នៅក្រៅដីដោយលទ្ធផល1-0ចំណែកឯក្រុមភ្ញៀវ5ប្រកួតចុងក្រោយមិនចង់និយាយទេប្រឆាំងគ្នាដាច់ស្រឡះហ្មងដោយមិនអាចយកជ័យជំនះបានសូម្បីតែមួយប្រកួតសម្រាប់ Watford ណាក្នុងនោះស្មើ2និងចាញ់3ដងមានចាញ់ជាមួយនឹង Bristol City 1-5ចាញ់ Millwall City 0-2ស្មើជាមួយនឹង Portsmouth 1-1ស្មើជាមួយនឹង Blackburn Rovers 1-1ចំណែកការប្រកួតចុងក្រោយនៅក្នុងទឹកដីក៏ចាញ់ជាមួយនឹងក្រុមកាងានស Swansea City 0-2ដូច្នេះបើមើល5ប្រកួតចុងក្រោយយ៉ាងម៉េចក៏ Hull City ល្អជាងដាច់ដែរអត់មានអីពិបាកក្នុងការវិភាគទេសម្រាប់គូមួយនេះតោះឥឡូវយើងមកមើលប្រវត្តិជួបគ្នាប្រវត្តិជួបគ្នាដូចជាស៊ីសងគ្នាណា15ប្រកួតចុងក្រោយឈ្នះ5ស្មើ5ដូចគ្នាហើយ5ប្រកួតចុងក្រោយថ្មី Watford ក្រុមភ្ញៀវធ្វើបានល្អដែលអាចយកឈ្នះលើ Hull City ដល់3ប្រកួតហើយស្មើគ្នា2ប្រកួតដូច្នេះរៀងពិបាកក្នុងការសម្រេចចិត្តតិចដំបូងគិតថាងាយវិភាគដោយតម្រង់លេងបច្ចុប្បន្នណាក៏ប៉ុន្តែដល់ពេលមកមើលប្រវត្តិនៃការជួបគ្នាអាយ៉ាហានិភ័យដែរសម្រាប់អ្នកវិនិយោគឥឡូវយើងមកងាកការត្រៀមទ័ពយប់នេះសម្រាប់ពេលនេះគឺអត់មានព័ត៌មានអំពីបញ្ហាកីឡាកររបួសរបស់ក្រុមទាំងពីរទេឥឡូវយើងមកមើល line up 11អ្នកដំបូងដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតនេះសម្រាប់ក្រុមម្ចាស់ផ្ទះរៀបចំក្នុងប្រព័ន្ធ 4-2-3-1 មានអ្នកចាំទី Ponder សាកាពីរូបមាន Coyle មាន Hill មាន Ergen មាន Drame ចំណែកតំបន់កណ្ដាលមានកីឡាករ Hamed ចាប់ដៃគូមួយ Slater តំបន់ប្រយុទ្ធមាន Mita មាន Klub មាន Endata និងខ្សែប្រយុទ្ធ Matt Burney ចំណែកក្រុមភ្ញៀវរៀបចំក្នុងប្រព័ន្ធ 4-4-2 មានអ្នកចាំទី Zavik សាកាពីប្រើប្រាស់កីឡាករ Ang Bangkwa Akrene Pollock ជាមួយនឹង Bolaបានកណ្ដាលមាន Paul In មាន Capirano មាន Lusa មាន Mama ចំណែកឯខាងលើវិញពីររូបប្រើប្រាស់កីឡាករ Sissoko ចាប់ដៃគូជាមួយនឹងកីឡាករលេខ9គឺកីឡាករ Jerome Card សញ្ជាតិ Norway សម្រាប់ក្រុមទាំងពីរដោយ admin បាននិយាយពីដើមឡើយចឹងបើយើងមកមើលឯការប្រកួតនាពេលបច្ចុប្បន្ន5ប្រកួតចុងក្រោយគឺប្រឆាំងគ្នាដាច់ស្រឡះហ្មងដោយសារតែម្ចាស់ផ្ទះដូចបាននិយាយចឹងឈ្នះ5ប្រកួតជាប់គ្នាចំណែកក្រុមភ្ញៀវវិញអត់ស្គាល់ពាក្យថាឈ្នះ5ប្រកួតជាប់គ្នាប៉ុន្តែដល់ពេលងាកមកមើលឯប្រវត្តិនៃការជួបគ្នាវិញអូយពិបាកចិត្តក្នុងការវិភាគណាតែមិនអីទេដោយសារគូនេះអត់មានការបើកវិនិយោគទេគឺក្រុមទាំងពីរគឺមកស្មើដូចគ្នាដូច្នេះគូនេះ admin សុំស្រឡាញ់លើក្រុមម្ចាស់ផ្ទះ Hull City វិញដោយអាងលើលទ្ធផល5ប្រកួតចុងក្រោយនេះចឹងគូនេះ recommend ឲ្យបងប្អូនស្នេហាទៅលើក្រុមម្ចាស់ផ្ទះ Hull City មិនខកបំណងទេតោះឥឡូវយើងមកតគូចុងក្រោយនៅក្នុងវីដេអូមួយនេះនៅក្នុងពានរង្វាន់ DFL Pokal វគ្គ8ក្រុមចុងក្រោយគឺក្រុម Leverkusen ជួបជាមួយនឹង St. Pauli សម្រាប់ក្រុម Leverkusen នេះគឺធ្វើបានល្អមែនទែននៅពាន DFL Pokal តើឥឡូវយើងងាកមកមើល5ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរវិញសម្រាប់ក្រុមម្ចាស់ផ្ទះឈ្នះ3និងចាញ់2ក្នុងនោះមានចាញ់ជាមួយនឹង Hoffenheim 0-1ចាញ់ Olympiacos នៅ Champions League 0-2ហើយក៏យកឈ្នះ Werder Bremen 1-0ហើយបន្តយកឈ្នះ Villarreal នៅ Champions League 3-0ចំណែកការប្រកួតចុងក្រោយឈ្នះ Frankfurt ដោយលទ្ធផល3-1នៅក្នុងពានរង្វាន់ Bundesliga ចំណែកក្រុមភ្ញៀវវិញ5ប្រកួតចុងក្រោយមានតែពាក្យថាបរាជ័យនិងស្មើក្នុងនោះបរាជ័យជាមួយ Wolfsburger 1-2ហើយបន្តចាញ់ជាមួយនឹង Borussia Dortmund 2-3ស្មើជាមួយនឹង Hamburger 0-0ហើយក៏បន្តស្មើជាមួយនឹង RB Leipzig 1-1ចំណែកការប្រកួតចុងក្រោយក៏ចាញ់ជាមួយនឹងក្រុម Augsburg 1-2ដូច្នេះលទ្ធផលក្រុមចាប់ផ្ទះរៀងល្អជាងក្រុមបាល់ឆ្ងាយណាបើយើងមកមើល5ប្រកួតចុងក្រោយងាកមកមើលប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរវិញសម្រាប់ក្រុមទាំងពីរជួបគ្នាមកទាំងអស់ចំនួន7ដងក្នុងនោះចាប់ផ្ទះឈ្នះ4ដងក្រុមភ្ញៀវឈ្នះ1ដងនិងស្មើគ្នា2ដងចំណែក5ប្រកួតចុងក្រោយនៃការជួបគ្នា Leverkusen អាចយកឈ្នះក្រុមភ្ញៀវរហូតដល់3ដងហើយនឹងស្មើគ្នា2ដងដូច្នេះក្រុម Leverkusen នៅតែល្អជាងនៅរាល់ពេលដែលជួបជាមួយនឹង St. Pauli ងាកមកមើលការត្រៀមព្រមយប់នេះវិញសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះនឹងអវត្តមានកីឡាកររហូតដល់5រូបគឺកីឡាករ Christian Kofane, Ibrahim Maza, Mark Flecken, Elenza Benseger ជាមួយនឹង Nathan Tella ក៏ប៉ុន្តែកីឡាករដែលរៀបរាប់មកហ្នឹងភាគច្រើនមិនសូវជាប់ជំរឿនដំបូងទេចំណែកក្រុមភ្ញៀវវិញយប់នេះអូឈឺក្បាលណាស់លោកអើយអវត្តមានរហូតដល់6រូបក្នុងនោះអវត្តមានកីឡាករ Adam Davigala, Huk Wal, Simon Spari, David Nemel, Connor McCalfey ជាមួយនឹង Andries Hontondi
ដែលមានអាការៈរបួសឈឺចុកចាប់មិនមានឈ្មោះនៅក្នុងការប្រកួតមួយនេះមកមើល line up ដែលគិតថានឹងមានវត្តមាននៅក្នុងការប្រកួតមួយនេះសម្រាប់ក្រុមម្ចាស់ផ្ទះយប់នេះក្រោមការដឹកនាំរបស់លោក Casper Holman រៀបចំក្នុងប្រព័ន្ធ 3-4-2-1 មានអ្នកចាំទី Blaswick ខ្សែការពារមានកីឡាករ William Tapsoba មាន Alex Balde មាន Anthony Konsa ចំណែកតំបន់ប្រយុទ្ធមាន Alessandro Guimado មាន Eric Garcia មាន Palacio មាន Vasquez សម្រាប់តំបន់ប្រយុទ្ធវិញប្រើប្រាស់កីឡាករ Poku កីឡាករ Chairman ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Patrick Schick ចំណែកក្រុមភ្ញៀវរៀបចំក្នុងប្រព័ន្ធ 3-4-3 មានអ្នកចាំទី Wet Wall ខ្សែការពារប្រើប្រាស់កីឡាករជាតិជប៉ុន Endo Alon Smith ជាមួយនឹង Matt ចំណែកតំបន់កណ្ដាលមានកីឡាករ Zalekas កីឡាករ Paulsen Ramusen ជាមួយនឹង Pika ហើយតំបន់ប្រយុទ្ធ3រូបខាងលើប្រើប្រាស់កីឡាករ Sinani Fujita ចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធ Philip Jones សម្រាប់ក្រុមទាំងពីរបើយើងមកមើលទាំងទម្រង់លេងបច្ចុប្បន្នក៏ដូចជាប្រវត្តិនៃការជួបគ្នាអញ្ចឹងអត់មានអីវិភាគពិបាកទេណាសម្រាប់គូនេះ Admin នៅតែផ្ដល់សតិនិយមគិតថាយប់នេះ Leverkusen នៅតែល្អហើយការវិនិយោគត្រឹមតែមួយតង់ទិញទួចអាចលេងបានណាសម្រាប់ក្រុមម្ចាស់ផ្ទះគិតថាយប់នេះម្ចាស់ផ្ទះនឹងឈ្នះទៅលើក្រុមភ្ញៀវបើមិនលទ្ធផល 2-0 ទេក៏ 3-0 គូនេះរីកមិនឲ្យបងប្អូនស្នេហាវិនិយោគទៅលើក្រុមម្ចាស់ផ្ទះ Leverkusen ទាំងអស់គ្នាសម្រាប់វីដេអូ4គូដែល admin យកមកវិភាគនៅក្នុងវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់ហើយឥឡូវនេះ admin សូមមកធ្វើការសរុបឲ្យបងប្អូនស្ដាប់ម្ដងទៀតសម្រាប់គូទី1គឺក្រុម Arsenal ជួប Chelsea នៅក្នុង Carabao Cup គូនេះណែនាំឲ្យបងប្អូនរង Chelsea មកគ្រាប់គូទី2 Bologna ជួបជាមួយនឹង AC Milan គូនេះណែនាំឲ្យបងប្អូនរងទៅលើក្រុមម្ចាស់ផ្ទះ 0.25 ចំណែកឯគូទី3 Hull City ជួបជាមួយនឹង Watford នៅ Championship គូនេះឲ្យលេងស្មើទៅលើក្រុមម្ចាស់ផ្ទះហើយបិទគូចុងក្រោយ Leverkusen ជួបជាមួយនឹង Sampdoria នៅក្នុង Derby Pokal វគ្គ8ក្រុមចុងក្រោយគូនេះរីកមិនបងប្អូនស្នេហាលើក្រុមម្ចាស់ផ្ទះក្នុងតម្លៃមួយតង់ដាច់មិនបាច់គិតច្រើនជឿជាក់ថា4គូដែលវិភាគមកថ្ងៃនេះនឹងនាំបងប្អូនឈានទៅរកវិថីសុបជាមួយនឹង admin កុងទាំងអស់គ្នាក៏ប៉ុន្តែបើសិនជា4គូនេះមិនគ្រប់គ្រាន់ទេបងប្អូនចង់បានបន្ថែមកុំភ្លេចណាចូលរួមក្រុម AKFC Sport Tip ដែលជាក្រុមរបស់ admin គឺជាក្រុមចែកតម្រុយបាល់ក្រុមវិភាគបាល់ក្រុមតាមដានព័ត៌មានកីឡាបាល់ទាត់អញ្ចឹងបងប្អូនចង់ធ្វើជាសមាជិកជាមួយ admin គ្រាន់តែធ្វើការចុច link តាមរយៈតំណ link នៅក្រោម profile channel របស់ admin ឬក៏បងប្អូនអាចមើលតាមរយៈរូបភាពដែល admin បង្ហាញនៅក្នុងវីដេអូមួយនេះទាំងអស់គ្នាហើយសម្រាប់វីដេអូនេះក៏ឈានដល់ទីបញ្ចប់ហើយជាចុងក្រោយ admin សូមកម្លាំងចិត្តពីបងប្អូនដែលគ្រាន់តែធ្វើការចុច like ចុច share ចុច subscribe ឬក៏ចុច notification ឲ្យ admin ម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើវីដេអូល្អៗបែបនេះពាក់ព័ន្ធនឹងកីឡាមកចែកជូនបងប្អូនជាបន្តឥឡូវគួរដល់ពេលហើយដែលសូមជម្រាបលាអ្នកនរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយជាមួយខ្ញុំ admin កុង Bye